បាទប្រិមត្តទូរទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីបងប្អូនបានស្ដាប់នៅសូរសំឡេងដ៏គ្រលួចនៃការផ្លុំស្នែងរបស់អម្ចាស់មួយរូបដែលគាត់កំពុងតែផ្លុំចេញអំពីរោងលោកឪសួងរោងលោកឪសួងនេះត្រូវបានព្រះភិក្ខុច័ន្ទមនីស្ថាបនានិងកសាងតាំងពីវត្តនៅក្រីក្រម្លេះតែយ៉ាងណាព្រះអង្គក៏មិនបានយកអាស្រមដែលជាស្នាមពហុការនៅក្រនោះចោលដែរឬក៏កសាងថ្មីអត់ទេទុកជាវត្ថុអនុស្សាវរីយ៍ហើយនៅក្នុងរោងនេះក៏មានសាងសង់នៅថ្មភ្នំរូបសំណាកលោកឪសួងកំពុងតែឆាន់បារីគង់គេថាត្បោងក្បាលជាគង់បាទហ្នឹងហើយឆាន់បារីនៅខាងក្នុងរោងឯនោះវិញមានដាំទឹកខួបប្រាំងខួបភាសាបងប្អូន24ម៉ោងទឹកកំសៀវហ្នឹងហើយទឹកកំសៀវនេះត្រូវបានគេយកមកធ្វើជាថ្នាំបាទជាថ្នាំដាំពីឫសឈើមើមឈើចឹងបងប្អូនណាលោកទុលលិមួកចុករិករុះអីឈឺកាពះពោះវៀនអីអម្ចាស់នឹងលោកយាយថាមានប្រសិទ្ធភាពបាទអ្នកខ្លះយកទៅជឿតែម្ដងអ្នកខ្លះមិនបានមកសុំផ្ទាល់គាត់ទៅផ្ញើគេហ្នឹងក៏បានដែរហើយការយកថ្នាំនឹងទឹកក្តៅនេះមិនត្រូវបានឲ្យបង់ប្រាក់ពិន័យជាប្រាក់ឬក៏អីទេស្រេចលើសទ្ធាជ្រះថ្លាតែប៉ុណ្ណោះដែលយើងគិតពីការដាំរបស់ពួកគាត់យូទិញថ្នាំឬឈើមើមឈើផងអញ្ចឹងជាកម្លាំងពលកម្មស្រាប់យើងទឹកចិត្តបាទបងប្អូនអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺត្រង់ថាលក្ខណៈនៃការផ្លុំស្នែងការផ្លុំស្នែងបង្កើតបានទៅជាសំឡេងដូចជាប៉ីប៉ុន្តែមិនប្រើកឡើតទេគឺមានខ្សែមុនបល័យអន្តងនឹងអម្ចាស់គាត់បញ្ជាក់ដូចជាផ្លុំអន្តងបារមីអន្តងគ្រូអីហ្នឹងគឺគេផ្លុំស្នែងនឹងឲ្យកលួចដូចបងប្អូនបានស្ដាប់មកហើយអញ្ចឹងបាទអញ្ចឹងគេមានពិធីនៃការផ្លុំមិនមែនចេះតែផ្លុំទេមានរៀបចំពិធីមុនវិជាការហើយចាប់ផ្ដើមផ្លុំគោលបំណងចង់បានអីអុជធុកសបងសរងទៅហើយគាត់ថាគាត់ផ្លុំនេះអន្តងទៅដល់បារមីលោកឪសួងបាទហើយបារមីរបស់ព្រះភិក្ខុច័ន្ទមនីដែលព្រះអង្គបាននិមន្តទៅទុដងរុក្ខមូលបាត់ទៅហើយបាទអញ្ចឹងផ្លុំសូរសំឡេងដល់ក៏លួចទៅគឺដើម្បីនឹកភ្នែកដូចឲ្យយើងសម័យបិទភ្នែកទៅដល់ដូចព្រះអង្គកំពុងតែគង់នៅក្នុងវត្តដូចលោកឪសួងកំពុងតែមានព្រះជន្មអញ្ចឹងអំណាចនៃការប្រតិបត្តិនៅធម៌ផ្លូវក្នុងក៏ដោយផ្លូវយ៉ាងណាក៏ដោយសូមឲ្យមានបារមីជួយថែរក្សាប្រោះព្រំកូនចៅឲ្យបានសុខដុមរមនាទៅចឹងទៅបាទកុំឲ្យមានរោគអាសន្នអន់ក្របើសិនជាមានឧបទ្រពអ្វីកើតឡើងក៏សូមឲ្យបូរវាជាឆ្ងាយអ្នកសំឡេងដ៏កលួចនៃស្នែងដែលត្រូវបានផ្លុំនៅពេលនេះគឺគោលដៅក្នុងអត្ថន័យបែបយ៉ាងហ្នឹងហើយវាក៏ជាប្រវេណីមួយនៃបងប្អូនជនជាតិភាគតិចទៅលោកនិយមបាទនិយមណារាល់ពិធីរបស់ពួកគាត់ផ្លុំអាហ្នឹងទៅដូចជាដាស់នៅមុនស្នេហ៍ទៅដល់សពសัตว์ដែលកាចសាហាវคล้ายទៅជាស្លូតបាទអាហ្នឹងតាមអ្វីដែលចាស់គាត់ដំណាលព្រេងព្រឹត្តបណ្ឌិតបុរាណហើយខ្ញុំលើកមកប៉ុណ្ណេះគឺគ្រាន់តែចង់បង្ហាញនិងបញ្ជាក់ជូនបងប្អូនថារបៀបអ្វីដែលដូនតារបស់យើងលោកបានប្រើកាលដែលកន្លងទៅហើយគ្រាន់ថាបច្ចុប្បន្ននេះវាស័ក្តិសិទ្ធិយ៉ាងម៉េចឬក៏ពូកែយ៉ាងម៉េចអានឹងវាអាស្រ័យទៅលើភាពជាក់ស្ដែងនិងជំនឿបើអាចារ្យលោកមានប្រសាសន៍ថាបល័យបកែឬមិនបកែអាស្រ័យលើជឿបើសិនជាបល័យនោះបកែគ្រូក៏ល្បីឈ្មោះប៉ុន្តែអ្នកដែលយកទៅរបស់អស់ហ្នឹងមិនជឿមិនគោរពលោកថាអត់បកែដែរអញ្ចឹងអាស្រ័យលើជំនឿដែរបើសិនជាយើងមានជំនឿមានសទ្ធាមុតមមហើយបានទទួលរបស់អញ្ចឹងធ្វើឲ្យរបស់ហ្នឹងកាន់តែមានប្រសិទ្ធភាពនៃជំនឿនេះទៅចេះវិញឯងបងប្អូនអញ្ចឹងបានកន្លងមកមីងមាមួយចំនួនលោកយាយលោកតាមួយចំនួនលោកមានសុខភាពមិនសូវល្អអញ្ចឹងទៅលោកទៅសុំទឹកនៅរោងលោកឪសួងនៅវត្តតសិតហ្នឹងសុំទៅគាត់ថាជាបាទដាក់រិះរុះឬក៏កាពះពវៀនអីហ្នឹងហូបបាយលេងចុកឆ្អល់លមូលអីចឹងទៅ
នេះហើយសួរថាមិនបានគាត់ជាខ្ញុំមើលទៅទស្សនវិជ្ជាគឺគាត់មានជំនឿជឿជាក់ដូចចឹងជាដូចជាអារម្មណ៍ហ្មងបើយើងតាមអង្កេតមើលទៅហើយខ្ញុំនៅក្នុងហ្នឹងក៏ខ្ញុំបានទៅសុំទឹកមកដបដែរមកដបដូចជា1លីត្រកន្លះហើយជូនលុយគាត់ដូចជា 4000 រៀលទេសម្រាប់ទៅដល់លោកយាយដែលគាត់ខំដាំណាខ្ញុំយកមកញ៉ាំមកអីចឹងទៅដូចជាមិនជាអីដែរបងប្អូនពួកខ្ញុំឈឺកាពះដែរអញ្ចឹងវាអាចថាជាដោយមនុស្សអញ្ចឹងណាហើយបងម្នាក់ដែលគាត់មានបញ្ហាក្នុងគ្រួសារអញ្ចឹងទៅខ្ញុំប្រាប់ទឹកហ្នឹងទៅព្រោះគាត់ក៏យកញ៉ាំឥឡូវមកដល់ពេលនេះខ្ញុំក៏លែងបានជួបគាត់បើសិនជាបានជួបខ្ញុំនឹងសួរថាតើក្រោយពីការញ៉ាំទឹកថ្នាំហ្នឹងទៅយ៉ាងម៉េចដែរតែឥឡូវវាមិនបានជួបបើសម្រាប់ខ្ញុំដូចជាធម្មតាខ្ញុំបានញ៉ាំតែនិយាយនេះមិនមែនមានន័យថាខ្ញុំមិនជឿមិនគោរពឬក៏មានការប្រមាថទៅលើអីអត់មានទេតែគេលើរោគរបស់ខ្ញុំវាមិនចំជារោគកាពះមែនតែនឬក៏មិនពីព្រោះយើងអត់បានធ្វើរោគវិនិច្ឆ័យថាយើងឈឺអីគាត់ថាវាជុកឆ្អល់អីចឹងទៅយើងចេះម៉ៃទៅលើកាពះពោះវៀនអីចឹងអញ្ចឹងគាត់ទៅញ៉ាំទឹកហ្នឹងទៅគាត់ដូចវាជារឿងធម្មតាអញ្ចឹងបងប្អូនរឿងនេះបើខ្ញុំអង្កេតខ្លួនឯងទេខុសឬត្រូវសូមបងប្អូនមេត្តាអធិស្ឋានប្រហែលជាតាក់ទងទៅនឹងជំនឿការជឿជាក់របស់យើងរួមជាមួយនឹងអ្វីដែលជាបារមីបាទអញ្ចឹងបើយើងមិនជឿហ្នឹងវាទៅតាមលក្ខណៈហ្នឹងដែរបាទអរគុណការលើកយកនៅទំនៀមរបស់ខ្មែរឬក៏បងប្អូនជនជាតិភាគតិចខ្មែរយើងលោកផ្លុំស្នែងហួចគួចសម្លេងដល់ក៏លួចហួចហៅបារមីអន្តើងឬក៏ឧបកិច្ចអ្វីមួយនោះខ្ញុំបាទសូមលើកលំអានពីបែបបុរាណតែប៉ុណ្ណោះខុសត្រូវសូមបងប្អូនអធិស្ឋានបាទ